បាទសូមជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាតាមបណ្ដាញ Facebook ខ្ញុំបាទរទ្ធីសូជអូថ្ងៃនេះដែរមកបង្ហាញពីការបង្កើត email លើទូរស័ព្ទដៃ smartphone របស់បងប្អូនបាទដោយការសនំពោរបស់បងប្រុស Lop1net KC បាទឥឡូវនេះខ្ញុំបានមកថតជាវីដេអូបង្រៀនពីការបង្កើតហើយទូរស័ព្ទរបស់បងប្អូនពេលដែល reset ម៉ាស៊ីនហើយវានឹងចេញបែបនេះបាទវាចេញបែបនេះហើយបងប្អូនទាំងអស់គ្នាចុចលើនៅខាងលើទាំងអស់ដើម្បីយកដូរភាសាបាទយកពាក្យថា English មកអូខេហើយបន្ទាប់មកយកពាក្យថា nick ហើយកន្លែង Wi-Fi នេះមិនបាច់ទេបាទ nick ទៀតអូខេហើយយកពាក្យនៅខាងក្រោមគេបងអស់ nick ទៀតហើយ nick ទៀតហើយ don អូខេហើយ yes បន្ទាប់មកកម្មវិធីដែលនៅក្នុងម៉ាស៊ីនមាននៅក្នុងម៉ាស៊ីនវានឹង upload ពី upload ហើយវានឹងចេញបែបនេះអស់ friend ទាំងអស់គ្នាយកពាក្យខាងក្រោមគេបងអស់បាទនេះពាក្យខាងក្រោមយកពាក្យថា don អូខេបន្ទាប់មកយើងខ្វែងចោលបាទបន្ទាប់មកបងប្អូនទាំងអស់គ្នាចូលទៅកាន់ Play Store ដើម្បីបង្កើត email ចូលចុច Play Store មកអូខេប្រសិនបើបងប្អូនមាន email ស្រាប់ហើយបងប្អូនគ្រាន់តែចុចនៅខាងលើនេះបាទចុចនៅខាងលើហ្នឹងហើយវាយ email password មកហើយយកពាក្យថា sign in ហ្នឹងវារួចស្រេចហើយបាទប្រសិនបើបងប្អូនចង់បង្កើត email គឺបងប្អូនត្រូវចុចនៅខាងក្រោមនេះបាទយកពាក្យថា new បន្ទាប់មក put name បាទដាក់ឈ្មោះមកខ្ញុំចង់បង្កើតដាក់ថាសៃបាទនៅក្រោមដាក់5មកអូខេបន្ទាប់មកយកពាក្យថា nick អូខេកន្លែងនេះយើងដាក់សៃ5មកអូខេពេលដែលដាក់សៃ5អញ្ចឹងយើងដាក់លេខបន្ថែមក៏បានដែរពេលដែលយើងស្រឡាញ់លេខប្រហែលយើងដាក់លេខបន្ថែមមកតែយើងមិនបាច់ដាក់លេខយើងចាំរើស email ក៏បានដែរខ្ញុំចុច next បន្ទាប់មកគេថាសៃ5ហ្នឹងបង្កើតអត់បានទេអញ្ចឹងយើងចុចនៅខាងក្រោមនេះបាទឃើញខាងក្លូនខាងក្រោមនេះយើងរើសអូខេសៃ5ឃើញអត់បន្ទាប់មកយើងយកពាក្យនៅខាងលើគេនេះហើយបន្ទាប់មកវាយ password បាទខ្ញុំវាយថារត់ធីរត់ធី67890អូខេបន្ទាប់មកទៀតរត់ធីវាយឲ្យដូចគ្នា67890បន្ទាប់មកយកពាក្យថា next អូខេកន្លែងនេះវាឲ្យយើងដាក់ email ជំនួយពេលដែលយើងភ្លេច password ឬមួយក៏ email យើងមានបញ្ហាតែកន្លែងហ្នឹងយើងមិនចាំបាច់ដាក់ឲ្យយើងចុចកន្លែងនេះវិញបាទបន្ទាត់កណ្ដាលនេះយកពាក្យថាfirst teacher name ឈ្មោះរបស់លោកគ្រូអ្នកគ្រូអញ្ចឹងខ្ញុំដាក់ភាសាកូរ៉េដាក់ភាសាអង់គ្លេសក៏បានបាទដាក់ទៅហាន់ទេយ៉ងអីទៅអូខេបន្ទាប់មកទៀតយកពាក្យថា next ហើយនេះអូខេបន្ទាប់មកវានឹងឲ្យយើងវាយអក្សរតាមនឹងប្រសិនបើអក្សរនឹងតូចយើងវាយតាមតូចធំវាយតាមធំបាទដូចដំឡើងអក្សរខ្មែរអញ្ចឹងហើយបន្ទាប់មក next ទៀតបើមិនត្រឹមត្រូវវានឹងលោតឲ្យយើងម្ដងទៀតឲ្យយើងវាយ